បាទខ្ញុំបាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនលោកយាយលោកតានិងប្រិយមិត្តទាំងអស់ថ្ងៃនេះផងដែរខ្ញុំបាទមានអត្ថបទព័ត៌មានមួយដែលមានចំណងជើងថាវណ្ណដានាំប៉ាម៉ាក់មកលេងផ្ទះចំណាយពេលជុំគ្រួសារយ៉ាងកក់ក្ដៅហើយឆ្លៀតទម្លាយការហៅគ្នាទៅវិញទៅមករបស់លោកទាំងពីរយ៉ាងគួរឲ្យស្រឡាញ់មកទល់បច្ចុប្បន្នកំពូលតារាចម្រៀងរ៉េបវណ្ណដាកាន់តែទទួលបានភាពជោគជ័យខ្លាំងក្នុងវិស័យចម្រៀងពីមួយឆ្នាំទៅមួយឆ្នាំដែលមានសន្ទុះទីផ្សារនិងឥទ្ធិពលនៃការគ្រប់គ្រងខ្លាំងទាំងក្នុងនិងក្រៅប្រទេសលើពីនេះមិនត្រឹមតែឆក់បានក្តីស្រឡាញ់ពីមហាជនអ្នកគ្រប់គ្រងនោះទេតារាចម្រៀងវ័យ26ឆ្នាំរូបនេះក៏ទទួលបានការគោរពស្រឡាញ់ពីអ្នកសិល្បៈជំនាន់ក្រោយនិងរៀមច្បងជាច្រើនរូបក៏ចូលចិត្តស្រឡាញ់សរសើរពីស្នាដៃរបស់លោកផងដែរក្រៅពីឆក់បានការចាប់អារម្មណ៍ពីមហាជនតាក់ទងនឹងវិស័យចម្រៀងនេះវណ្ណដាក៏ត្រូវបានអ្នកគាំទ្រចូលចិត្តចាប់អារម្មណ៍តាមដានពីជីវិតឯកជនគ្រួសារនិងស្នេហារបស់លោកទៀតផងតាក់ទងនឹងរឿងជីវិតគ្រួសាររបស់កំពូលតារាចម្រៀងរ៉េបវណ្ណដាកន្លងមកលោកតែងតែធ្វើឲ្យមហាជនចាប់អារម្មណ៍សរសើរខ្លាំងដែលលោកបង្ហាញសកម្មភាពជួបជុំគ្រួសារប៉ាម៉ាក់និងបងប្អូនពេញដោយភាពកក់ក្ដៅក្នុងនោះភាគច្រើនតារាចម្រៀងប្រុសរូបនេះឆ្លៀតពីការងារសិល្បៈចូលចិត្តចំណាយពេលជាមួយគ្រួសារនាំគ្រួសារដើរលេងកម្សាន្តទាំងក្នុងនិងក្រៅប្រទេសព្រមទាំងមើលថែលោកប៉ាអ្នកម៉ាក់ពេញដោយភាពកតញ្ញូក្នុងនាមជាកូនប្រុសម្យ៉ាងវិញទៀតលោកវណ្ណដាក៏តែងតែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ពេលទៅលេងស្រុកកំណើតនៅឯខេត្តព្រះសីហនុម្ដងលោកក៏ពុំដែលភ្លេចពីមុខរបរចាស់របស់ខ្លួនដែលធ្លាប់ជាកូនអ្នកកោសដូងលោកដោយរូបលោកតែងបង្ហាញសកម្មភាពជួយកោសដូងប៉ាម៉ាក់និងបងប្អូនលោកនៅក្នុងផ្សារដែលជាកន្លែងលក់ដូរពីមុនរបស់លោកទៀតផងជាក់ស្ដែងថ្មីនេះស្របពេលទំនេរពីការងារសិល្បៈតារាចម្រៀងប្រុសវណ្ណដាធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ខណៈលោកបង្ហាញសកម្មភាពជាច្រើនពីជីវិតឯកជនលើ Facebook ជាមួយគ្រួសារប៉ាម៉ាក់នៅឯទីក្រុងម្ដងដែលលោកចំណាយពេលកំដរប៉ាម៉ាក់នៅជុំគ្រួសារបែបជីវិតប្រចាំថ្ងៃមើលទៅពេញដោយក្តីសុខនិងមានភាពកក់ក្ដៅបំផុតលើពីនេះវណ្ណដាថែមទាំងបង្ហាញសុភមង្គលនិងពេញចិត្តខ្លាំងនៅពេលដែលលោកប៉ារបស់លោកបានហៅម៉ាក់របស់លោកថាខ្លួនយើងចំណែកឯអ្នកម៉ាក់លោកបានហៅលោកប៉ាថាខ្លួនឯងបាទហើយអត្ថបទព័ត៌មាននៃខ្ញុំបាទបានជម្រាបជូនខាងលើនេះក៏មានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា